សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Miyami ហើយថ្ងៃនេះខ្ញុំមកសំខែប្រវត្តិរបស់កីឡាករមួយដែលមានឈ្មោះថា Siwoo កើតមកមានតែកុសលខាងកីឡាពីធម្មជាតិទោះបីឪពុករបស់គេចង់ឲ្យគេលេងបាល់ទាត់ព្រោះគិតថាមានអនាគតល្អជាងក៏ដោយប៉ុន្តែ Siwoo បែរជាស្រឡាញ់កីឡាបាល់ទះទៅវិញដោយសារតែការស្រឡាញ់បាល់ទះខ្លាំងពេក Siwoo បានចូលទៅហ្វឹកហាត់នៅRoyal Training Camp ដែលជាមណ្ឌលហ្វឹកហាត់ដ៏ល្បីមួយនៅទីនោះគេបានជួបមិត្តភ័ក្តិដូចជា Miki, Dave ហើយនិង Sarah ការហ្វឹកហាត់នៅ Royal ពិតជាពិបាកខ្លាំងណាស់ប៉ុន្តែ Siwoo អាចសម្របខ្លួនបានយ៉ាងឆាប់រហ័សទោះបី Siwoo គេនៅក្មេងក៏ដោយប៉ុន្តែគេមានសមត្ថភាពខ្លាំងរហូតអាចយកឈ្នះកីឡាករកម្រិតសាកលវិទ្យាល័យបានមនុស្សភាគច្រើនគេជឿថា Siwoo អាចក្លាយជាកីឡាករបាល់ទះដ៏អស្ចារ្យបំផុតម្នាក់នាពេលអនាគតមុនថ្ងៃបុណ្យណូអែលឪពុកម្ដាយរបស់ Siwoo គាត់បានលែងលះគ្នាដោយសារហេតុនេះហើយគេត្រូវបានចាក់ចេញពី Royal ហើយត្រឡប់ទៅរស់នៅប្រទេសកូរ៉េវិញនៅសាលារៀនសមត្ថភាពដ៏អស្ចារ្យរបស់គេបានក្លាយទៅជាបញ្ហាសម្រាប់គេក្មេងៗផ្សេងទៀតមិនចង់លេងជាមួយ Siwoo ទេព្រោះសមត្ថភាពគេខ្លាំងពេកជំនួសឲ្យការគ្មានមិត្តភ័ក្តិ Siwoo បែរក្លាយទៅជាមនុស្សឯកោការមានសម្ពាធពីគ្រួសារនិងការត្រូវបដិសេធពីមិត្តរួមថ្នាក់ធ្វើឲ្យ Siwoo មានរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរគេបានចាប់ផ្ដើមគិតថាការខ្លាំងពេកធ្វើឲ្យមនុស្សគ្រប់គ្នាចាក់ចេញពីខ្ញុំដូច្នេះគេបានលះសមត្ថភាពពិតរបស់ខ្លួនរបួសផ្លូវចិត្តនេះត្រូវបានបង្ហាញនៅក្នុងហ្គេមជាសមត្ថភាព Hesitation ដែលតំណាងឲ្យការភ័យខ្លាចក្នុងការបញ្ចេញសមត្ថភាព Chapter ទី1ការចូលរួមក្រុមជាមួយនឹង Terahaiដំបូងឡើយ Siwoo មិនទាន់មានកម្រងត្រឡប់ទៅលេងបាល់ទះវិញទេប៉ុន្តែ Siwoo គឺមានមិត្តភក្តិម្នាក់ដែលមានឈ្មោះថា Yongseok ចង់សារភាពស្នេហ៍ទៅកាន់ Dahi ហើយ Siwoo គ្រាន់តែចង់ជួយរៀបចំឲ្យគេប៉ុណ្ណោះប៉ុន្តែការសារភាពស្នេហ៍នោះត្រូវបានបរាជ័យ Yongseok ត្រូវបានចាក់ចេញពីក្លឹបបាល់ទះធ្វើឲ្យក្រុម Terahai ខ្វះអ្នកលេងតំណែង Wing Spiker ដោយសារតែមានអារម្មណ៍ថាខ្លួនឯងគួរតែទទួលខុសត្រូវ Siwoo បានស្ម័គ្រចិត្តចូលជំនួស Yongseokហើយ Dahi ក៏ទទួលយក Siwoo ដែរដោយសារតែក្រុមនឹងខ្វះអ្នកលេង Wing Spiker នេះគឺជាការចាប់ផ្ដើមពិតប្រាកដនៃដំណើររបស់ Siwoo ក្នុងកីឡាករបាល់ទះ Chapter ទី2ដល់ Chapter ទី5ក្លាយជាតារាឆ្នើមនៅក្នុង Terahai អំឡុងពេលការប្រកួត Siwoo បានចាប់ផ្ដើមមានទំនុកចិត្តលើខ្លួនឯងឡើងវិញDahi តែងតែជឿជាក់លើ Siwoo ទោះបីខ្លួនឯងសង្ស័យពីសមត្ថភាពរបស់ Siwoo ក៏ដោយមិត្តរួមក្រុមចាប់ផ្ដើមទុកចិត្តលើ Siwoo កាន់តែខ្លាំងឡើង Siwoo គេឈប់លាក់សមត្ថភាពរបស់គេបន្តិចម្ដងរាល់ការប្រកួតលំបាកបានជួយឲ្យ Siwoo យកឈ្នះលើរបួសផ្លូវចិត្តរបស់ខ្លួនឯងគេក៏យល់ថាបាល់ទះមិនមែនជាការបង្ហាញខ្លួនជាអ្នកខ្លាំងឲ្យអ្នកដទៃឃើញនោះទេប៉ុន្តែជាការជឿជាក់និងការសហការជាមួយនឹងមិត្តរួមក្រុមរបស់គេChapter ទី6ដល់ Chapter ទី8ការប្រកួតជាមួយនឹង Nichigawa ចំណុចសំខាន់បំផុតក្នុងសាច់រឿងនេះគឺពេលដែល Siwoo ប្រកួតជាមួយ Nichigawa ដែលជាកីឡាករខ្លាំងបំផុតម្នាក់នៅលើពិភពលោកជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ Siwoo បានបោះបង់ការភ័យខ្លាចរបស់ខ្លួនឯងជំនួសឲ្យការលះសមត្ថភាពគេបានលេងដោយប្រើកម្លាំងពេញលេញក្នុងការប្រកួតនេះគេបានឈានដល់កម្រិត Rank S ធម្មតាហើយក្រោយមកក៏អភិវឌ្ឍទៅដល់ Rank S បូកដែលបង្ហាញពីសមត្ថភាពពិតរបស់គេថាគេមានកម្រិតខ្ពស់ប៉ុណ្ណា Chapter ទី9ដល់ Chapter ទី10ការចូល Phantom League បន្ទាប់ពីការប្រកួតថ្នាក់វិទ្យាល័យសាច់រឿងបានក្លាយទៅជាបញ្ហាយ៉ាងធ្ងន់ធ្ងរជាងមុន Siwoo បានដឹងថា Phantom League ដែលជាលីកបាល់ទះសម្ងាត់មានទំនាក់ទំនងនឹងការបាត់ខ្លួនរបស់មនុស្សនិងការប្រកួតដ៏គ្រោះថ្នាក់នឹងកីឡាករខ្លាំងSiwoo និង Dahi បានសហការគ្នាធ្វើការស៊ើបអង្កេតហើយបានរកឃើញថា Jennie បានជាប់ពាក់ព័ន្ធជាមួយលីកនេះ Phantom League ត្រូវបានគ្រប់គ្រងដោយមនុស្សមានអំណាចដែលប្រើកិត្តិយសនិងភាពល្បីល្បាញដើម្បីទាក់ទាញកីឡាករឆ្នើមឲ្យចូលរួមក្នុងគម្រោងសម្ងាត់របស់ពួកគេ Chapter ទី11ការពិតអំពី Phantom League Siwoo បានរកឃើញអំពីប្រវត្តិពិតរបស់ Phantom League គេបានដឹងអំពី Zero ដែលជាឈ្មោះចាស់របស់ Sang Hae-yeon Lucas ដែលក្រោយមកបានក្លាយទៅជា Odyssey ឥទ្ធិពលរបស់ Kala លើ Phantom League ការប្រើប្រាស់និងការគ្រប់គ្រងកីឡាករមានទេពកោសល្យដើម្បីផលប្រយោជន៍របស់ League ហើយកន្លែងនេះអ្នកទាំងអស់គ្នាយល់អត់បើសម្រាប់ខ្ញុំគឺអត់យល់នោះទេតើឥឡូវយើងមកដល់ Chapter ទី12សង្គ្រាមចុងក្រោយ Chapter ទី12គឺវគ្គដែលរំភើបនិងសោកសៅបំផុតមួយព្រឹត្តិការណ៍សំខាន់រួមមានការព្យាយាមជួយសង្គ្រោះជនរងគ្រោះនៃ Phantom League
ជានេះបានរបួសយ៉ាងធ្ងន់ធ្ងរការប្រឈមមុខជាមួយនឹងរ៉ាអូលនិងមេដឹកនាំ Phantom League សាងហេយ៉ុនបានត្រឡប់មកវិញដើម្បីប្រឆាំងនឹងខាឡាសារ៉ាបានជួបនឹងជេននីម្ដងទៀតចុងបញ្ចប់ស៊ីវូដឹងថាទោះបីគេខ្លាំងជាងមុនក៏ដោយក៏គេនៅតែមិនទាន់ខ្លាំងគ្រប់គ្រាន់ដើម្បីការពារមនុស្សទាំងអស់ដែលគេស្រឡាញ់បានឡើយចុងបញ្ចប់នៃ chapter ទី12បានធ្វើឲ្យមនុស្សជាច្រើនបានភ្ញាក់ផ្អើលជំនួសឲ្យការត្រឡប់ទៅធ្វើរ៉ាហៃជាមួយនឹងដាហ៊ីស៊ីវូបានចាក់ចេញទៅដោយស្ងៀមស្ងាត់ដោយមិនបានលៀននរណាម្នាក់ឡើយស៊ីវូគេបានជ្រើសរើសទៅហ្វឹកហាត់ក្រោមការបង្ហាត់របស់ coach Coleman ព្រោះគេជឿថាបាននៅកន្លែងដដែលគេនឹងមិនអាចឈានដល់សមត្ថភាពពេញលេញរបស់ខ្លួនបានឡើយដាហ៊ីវិញក៏នៅតែបន្តនៅក្នុងក្រុមថារ៉ាហៃខណៈពេលដែលស៊ីវូក៏បានចាប់ផ្ដើមជីវិតថ្មីដើម្បីក្លាយទៅជាកីឡាករបាល់ទះដ៏ខ្លាំងបំផុតនៅក្នុងពិភពលោកនៅខាងចុងនៃ chapter ទី12ស៊ីវូបានផ្លាស់ប្ដូរពីក្មេងប្រុសឯកាដែលខ្លាចសមត្ថភាពរបស់ខ្លួនទៅជាតារាឆ្នើមរបស់ថារ៉ាហៃហើយខ្លាយទៅជាកីឡាករដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីខ្លាយទៅជាមនុស្សខ្លាំងជាងមុនត្រូវធំបំផុតរបស់ស៊ីវូមិនមែនជានីឈីហ្គាវ៉ាឬក៏កីឡាករក្នុង Phantom League ទេប៉ុន្តែជាការភ័យខ្លាចនៅក្នុងចិត្តរបស់ខ្លួនឯងពេលគេទទួលស្គាល់សមត្ថភាពពិតរបស់ខ្លួនគេក៏បានចាប់ផ្ដើមជីវិតថ្មីហើយក៏ព្រមដើរតាមក្តីសុបិនរបស់ខ្លួនដែលខ្លាយទៅជាកីឡាករ Wing Spiker ដ៏អស្ចារ្យបំផុតនៅលើពិភពលោកវត្តសង្ខេបរបស់កីឡាករស៊ីវូគឺមានតែប៉ុណ្ណេះឯងពី chapter ទី1ដល់ chapter ទី12ហើយអ្នកទាំងអស់គ្នាយល់អត់យល់ខ្លះអត់ហើយបើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំនិយាយអំពីប្រវត្តិកីឡាករអីខ្លះទៀតជួយ comment នៅខាងក្រោមហើយជាចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like ហើយនិង subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំ